វីដេអូនេះគឺជាការឆ្លើយតបសំណួរទៅនឹងបងម្នាក់ដែលគាត់សួរតាក់ទងទៅនឹង mood ហើយខ្ញុំនិយាយពី mood នឹងយ៉ាងម៉េចអញ្ចឹងនៅក្នុងភាសាវេយ្យាករណ៍ mood នេះមិនមែនមានន័យថាអារម្មណ៍ទេបងប្អូន mood មានន័យថាមាលាអញ្ចឹងបងប្អូនបើសិនជាអត់ទាន់ស្គាល់ពាក្យមាលាទៀតអាចជាបញ្ហាទៀតអញ្ចឹងអានឹងវាពាក់ព័ន្ធនឹងភាសាបាលីសុទ្ធសាធតែម្ដងប៉ុន្តែខ្មែរយើងយកមកប្រើដែរណាអូខេអញ្ចឹងមាលាមានន័យថាកម្រងផ្កានៃដើមរបស់វាណាប៉ុន្តែបើសិនជាយើងពិនិត្យទៅលើនៅក្នុងវេយ្យាករណ៍ពាក្យថាមាលាមានន័យថាកម្រងការក្រងការតាក់តែងការរៀបចំការបង្កើតឡើងអាហ្នឹងហើយគឺជាមាលាស្អីគេយកទៅបង្កើតឡើងពេលដែលបងប្អូននិយាយជាប្រយោគនិយាយជា statement អីបងប្អូនមិនបង្កើតវាឡើងណាឧទាហរណ៍ថាយើងនិយាយថា I am a student ឃើញអត់នឹងជាប្រយោគមួយដែលយើងបង្កើតឡើងជាកម្រងមួយក្រងការតាក់តែងឡើងអានោះហើយហៅថា mood បងប្អូនតន់នៅក្នុងវេយ្យាករណ៍វាមានច្រើនឈ្មោះតើ I am a student បើគេសួរថា I am a student នេះកាលអីគេហៅ present simple ចុះបើសិននិយាយពី mood តើវាជា mood អីគេហៅ indicative mood ចុះបើគេនិយាយអំពី clause គេហៅអីគេ clause ដែរគេហៅ independent clause អីចឹងមកឃើញអត់អញ្ចឹងនៅក្នុង statement មួយឈ្មោះវាគេសួរមកអាចឆ្លើយទៅជារឿងផ្សេងបានណាអញ្ចឹងបើបងប្អូនអត់ស្គាល់ពាក្យវាច្បាស់លាស់ទេប្រកាសជាវង្វេងតាក់ទងមាលាសរុបសារថ្មីឡើងវិញថាជាការតាក់តែងកម្រងការរៀបចំឡើងជាប្រយោគអីមកហ្នឹងអាហ្នឹងគេហៅមាលាអញ្ចឹង mood មានលក្ខណៈសម្គាល់3ប្រភេទធំនៅសភៅខ្លះគេនិយាយ14នេះចឹងទៅប៉ុន្តែនៅក្នុងនេះខ្ញុំនិយាយតែ3ធំទេindicative mood មានន័យថានិត្តេសមាលាចឹងបងប្អូនមើលនិត្តេសមាលាបងប្អូនថាចុះមិនបានមិនបកប្រែជាខ្មែរមកទៅបកប្រែទៅជាភាសាបាលីទៅអីនាំឲ្យពិបាកយល់ពីព្រោះថាភាសាខ្មែររបស់យើងវាអត់មានពាក្យហ្នឹងអញ្ចឹងវាមានអាពាក្យកម្ចីភាសាបាលីយកមកប្រើបងប្អូនដូចឃើញអីគេសមាសនាមឬក៏នាមផ្សំអញ្ចឹងយើងអាចនិយាយបានទាំងពីរនាមផ្សំក៏បានសមាសនាមក៏បានខ្មែរយើងប្រើទៅយល់ដូចគ្នាអញ្ចឹងនិត្តេសមាលាហ្នឹងវាមិនដឹងបកខ្មែរយើងយ៉ាងម៉េចបងប្អូនអញ្ចឹងបើបកខ្មែរវាតែរៀបរាប់វាមានន័យថាមាលាចង្អុលបង្ហាញអាហ្នឹងខ្មែរសុទ្ធហ្មងអញ្ចឹងនិត្តេសមាលាមានន័យថាម៉េចគឺជាការតាក់តែងឡើងចង់បង្ហាញពីអីមួយជាព័ត៌មានចង់បង្ហាញអីមួយគេហៅនិត្តេសមាលាហើយអង់គ្លេសហៅថា indicative mood ទី2 imperative mood អនត្តមាលាអូខេអនត្តមាលាចឹងពាក្យថាអនត្តហ្នឹងមានន័យថាបង្គាប់បញ្ជាឬក៏បញ្ជាចឹងប្រយោគណាដែលគេប្រើសម្រាប់បញ្ជាអានោះឲ្យគេហៅអនត្តមាលាចឹងពាក្យអនត្តហ្នឹងឬក៏យើងអានអណត្តហ្នឹងបងប្អូនទៅបើកមើលវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាទៅឃើញអត្ថន័យវាច្រើនណាស់ណាអត្ថន័យដូចជាយើងនិយាយថាអណត្តនាយករដ្ឋមន្ត្រីអណត្តទី1អណត្តទី2អញ្ចឹងទៅអានោះការកំណត់ពេលវេលាវិញតែពេលអណត្តកន្លែងនេះមិនមែនកំណត់ពេលវេលាទេមានន័យថាបង្គាប់បញ្ជាបងប្អូនប្រើច្រើនណាស់ថា stand up អាហ្នឹងគេនិយាយពីអីគេបើយើងនិយាយពី mood គេហៅ imperative mood ហើយហេតុអីព្រោះនិយាយពីរឿងបញ្ជាគេឲ្យធ្វើអីមួយចំណុចទី3 subjunctive mood មានន័យថាបរិកប្បមាលាបងប្អូនគាត់ឮអត់ដែលជួបភាសាបាលីឬក៏រៀនឆ្លងកាត់ទេបងប្អូនប្រកាសជាថាអូអញញ៉ៃអូខេអញ្ចឹងបងប្អូនមើលបន្តិចទៅណាបរិកប្បមាលាមានន័យថាកម្រងប្រយោគទាំងឡាយណាដែលគេនិយាយពីរឿង
pan sman rương mình bật ấy chẳng rương bon sran buông xuông ấy nắng cứ cho bà cặp bà mì lìa ai bong bong khơi trà nó ô to ta xôm ai nè miên à dụ dương dụ chẳng đời xong mày nè miên sọc phép lò rứ co bởi dụ lẹ khán đai là dây bị rương mình bật với tàu cái bong bong nâng riêng mùi mùi indicative mood nâng sầm còi mai imperative mood nâng sầm còi mai subjunctive mood sầm còi dạng đôi đặt ok chẳng sờ đọc máu miền lía miền này thà cả tạ tay cả con lang cả bằng caoประโยค lớn cứ trong bằng hai vì ấy mỗi cái háo indicative mood cái nào bên chia cái háo imperative mood cái này dây bị rương bon sran buông xuông rương mình bất cái háo bạ thì cặp bạ miền lía bằng lấy háo thá subjunctive mood